បាទថ្ងៃនេះយើងតម្លើងសូឡាបាទនៅក្រុងបាត់ដំបងបាទຂនាត400គីឡូវ៉ាត់ដែលតម្លើងលក្ខណៈ on grid បាទអញ្ចឹង400គីឡូវ៉ាត់នេះយើងប្រើ inverter 4គ្រាប់មួយគ្រាប់100គីឡូហើយសម្រាប់សន្លឹកសូឡាយើងប្រើអស់656សន្លឹកបាទអញ្ចឹងនេះជាងពងចាប់ដើមធ្វើចិត្តហើយការងារបាទចម្រាច់ហើយបាទខ្ញុំនឹងដើរទៅថតរហូតដល់ខាងមុខណាបងប្អូនការដំឡើងសូឡាបាទអូខេអញ្ចឹងបើបងប្អូនមានតម្រូវការចង់ដំឡើងតាមផ្ទះបាទតាមក្រាស់សាំងបាទឬក៏កន្លែងណាកន្លែងការងារដែលបងប្អូនធ្វើតែពេលថ្ងៃចង់ចំណេញភ្លើងបងប្អូនប្រើសូឡាបាទ on grid បាទជួយបានច្រើនចំណេញច្រើនបាទអូខេនេះចិត្តទឹកស្រះបាទទាំងសូឡាឡើងតែមួយថ្ងៃទៀតគឺបញ្ចប់ហើយការងារបាទហើយម៉ាញ់ក៏បានរ៉ាន់ខ្លះដែរបាទភ្ជាប់ប្រហែលstring ហ្នឹងយើងរ៉ាន់បានបាទរ៉ាន់តេស្តមើលការ export limit ការរុញភ្លើងចេញបាទអញ្ចឹងយើងតេស្តជាក់ស្ដែងឃើញអត់រុញទេបាទគឺ zero export បាទរុញតិចតួចបាទរុញតិចតួចបាទចូលទៅនោះតិចណាហើយបងការរត់ជាពងរត់បាទត្រេទេបាទក្របបានខ្លះហើយបាទរត់អស់ហើយអូខេខ្ញុំទៅ inverter ចូលទៅ inverter វិញបាទដល់ទូនៅដល់គ្រូទុកទុយបាទតណាខ្វះតហើយរុំតាមរូមួយជាងចំណាំអត់ជួក្រោយទុកម្ដងហ៎បាទខ្ញុំខ្វាយមកកងកុំឲ្យច្រឡំ string នៅពេលដែលយើងធ្វើឲ្យយើងត្រូវគូ diagram ឲ្យគេ string ណាទៅចូលមួយណាយើងរៀបចំតង់ចង់ចេញនេះបាទនេះ DC combine 2បាទនេះយើងបានដោតហើយបាទដោតតេស្ត zero export ហ្នឹងបាទបងប្អូនមើលបាទខ្ញុំបានដោតហើយតេស្តឃើញថាអត់មានភ្លើងមុនណាឃើញថាអត់ទេវាពង្រឹងបាឡាំងតែអត់តអស់ហើយតែប្រុងប្រយ័ត្នណា